ឥឡូវនេះសូមផ្អាកសំណួរតាមវិទ្យុបន្តិចហើយងាកមកសំណួរតាម page ដែលខ្ញុំកណាអាត្មាបានផុសជាវីដេអូឃ្លីបហើយក៏មានភិក្ខុមួយអង្គលោកសាកសួរថាមានគេថាចំពោះព្រះសង្ឃនឹងមិនគួរហៅថាព្រះសង្ឃចឹងទេពីព្រោះមិនមែនជាព្រះគួរតែប្រើពាក្យថាលោកសង្ឃត្រូវចែកព្រះសង្ឃនិងលោកសង្ឃនឹងឲ្យដាច់ពីគ្នាព្រះត្រូវចែកពាក្យថាព្រះហើយនិងលោកសង្ឃនឹងឲ្យខុសពីគ្នាពីព្រោះសង្ឃមិនមែនជាព្រះមិនគួរហៅថាព្រះសង្ឃទេតើយើងត្រូវពន្យល់គេយ៉ាងណាឲ្យយល់អញ្ចឹងទៅណាបើចំពោះគេយល់អញ្ចឹងទៅហើយនោះយើងពន្យល់គេមិនបានទេវាជាសិទ្ធិរបស់គេប៉ុន្តែក៏មកពីគាត់មិនយល់ពាក្យថាព្រះនឹងគឺជាអ្វីពាក្យថាព្រះស័ព្ទដើមគឺវរៈវរៈនឹងប្រែថាប្រសើរបល័យនោះវរៈដែលព្រះនឹងវាคล้ายពីសំស្ក្រឹតមកទេបើប្រើជានាមក៏បានបើយើងនិយាយថាព្រះតែមួយម៉ាត់ហ្នឹងគឺប្រើជានាមសំដៅទៅលើបុគ្គលដ៏អស្ចារ្យក៏ប៉ុន្តែវាប្រើភ្ជាប់ជាមួយនាមហ្នឹងវាទៅជាបញ្ជាក់សេចក្តីឲ្យនាមនឹងកាន់តែប្រសើរហើយពាក្យព្រះនេះមិនចាំបាច់ដល់តែព្រះបានគេហៅព្រះទេពាក្យខ្មែរនោះដូចជាព្រះច័ន្ទអញ្ចឹងព្រះច័ន្ទបើយើងថាព្រះច័ន្ទនឹងព្រះក៏ថាទៅបើថាក្នុងពាក្យខ្មែរយើងនៅណាហៅថាច័ន្ទទៅទេគេហៅថាព្រះច័ន្ទហើយមានតែជាក្រៃអីហៅថាព្រះច័ន្ទនោះព្រះអាទិត្យព្រះសុរិយាពាក្យវាទម្លាប់ប្រើមកវាថ្នឹកមាត់វាល្អវាជាប់មាត់ចឹងមកអញ្ចឹងណាព្រះសុរិយាព្រះគង្គាព្រះភិរុណអញ្ចឹងមិនចាំបាច់ថាទល់តែព្រះហ្នឹងបានគេហៅដាក់ព្រះពីមុខនោះទេមិនអញ្ចឹងទេអ្នកយល់ហ្នឹងក៏យល់ហើយក៏និយាយចែកចាយទៅក៏នាំតែការច្បុកច្បល់មុននឹងយើងមានទស្សនៈហើយយើងបញ្ចេញទៅគួរតែមានការជំនុំគ្នាទៅបានវាល្អវាមិនកើតទៅជាចំនួនមិនកើតទៅជាការប្រកែកគ្នាហើយដល់យើងក្រណយល់អញ្ចឹងយើងដាក់មួយមកអញ្ចឹងកើតការប្រកែកគ្នានេះវាមានជាការឯកភាពវាមានជាការរីកចម្រើនភាសាសាអីអត់ទេពីព្រោះភាសាវាជាលោកវោហាសំបីពាក្យថាព្រះសង្ឃនិងព្រះពុទ្ធនឹងក្នុងភាសាធម៌តែម្ដងក៏គេអត់ហៅថាព្រះអញ្ចឹងដែរភាសាខ្មែរយើងគឺគ្រាន់តែថាសំដៅទៅលើអ្វីដែលប្រសើរហៅថាព្រះដូចជាព្រះរាជាហៅថាព្រះសមត្ថិទេពសំបីតែខ្ញុំព្រះករុណាទូលព្រះបង្គំជាពាក្យប្រសើរជាពាក្យទន់ភ្លន់ដែលសម្រាប់ប្រើមិនយើងជាព្រះបានយើងថាទូលព្រះបង្គំឯណាព្រះមេម្ចាស់ឆ្លើយព្រះមេម្ចាស់ព្រះករុណាថ្លៃវិសេសមិនយើងខ្លាយទៅជាព្រះឆ្លើយពាក្យហ្នឹងទេមិនអញ្ចឹងទេយើងយល់ទៅមួយចំណែកតូចហើយយើងក៏លើកទស្សនៈយកមកនិយាយទៅមិនជាចង់ទៅប្រកែកតោះទេអីទេគ្រាន់តែថាលើកពាក្យព្រះហ្នឹងឲ្យច្រើនបន្តិចយល់ពីព្រះហ្នឹងវាអស់មកព្រះហ្នឹងគេមិនមែនប្រើចំពោះតែព្រះជាម្ចាស់នោះទេមិនមែនប្រើចំពោះតែ God ឬក៏ Buddha ព្រះសម្មាសម្ពុទ្ធនោះទេនឹងអញ្ចឹងអ្វីដែលគេគិតថាប្រសើរអ្វីដែលគេគិតថាល្អគេឲ្យពាក្យថាព្រះនឹងអញ្ចឹងតែមិនមែនសំដៅតែទៅលើព្រះដែលគេគោរពនោះទេដូចជាព្រះថេរដីកាព្រះរាជអង្គការមានណាដែលនិយាយតែរាជអង្គការទៅទេយើងគោរពព្រះរាជាគឺថាព្រះមហាក្សត្រទ្រង់មានព្រះរាជអង្គការណាពាក្យអញ្ចឹងមិនមហាក្សត្រនឹងជាព្រះទេប៉ុន្តែគេលើកថាជាបុគ្គលប្រសើរបានជាគេហៅថាព្រះមហាក្សត្រព្រះរាជាព្រះចៅអធិការព្រះថេរៈ
មិនជាពាក្យអីចម្លែកផ្លែកមិនលោកខ្លាយទៅជាព្រះបានគេហៅព្រះទេព្រះក្នុងទីនេះវាគ្រាន់តែជាន័យក្នុងគុណនាមបញ្ជាក់ន័យទៅលើបុគ្គលដែលប្រសើរម្នាក់តែប៉ុណ្្នឹងទេមិនជាខ្លាយជាព្រះបានគេហៅព្រះនោះទេបើមិនចឹងព្រះអង្គាព្រះច័ន្ទនឹងខ្លាយជាព្រះអស់ហើយព្រោះតែពាក្យហៅត្រូវដឹងថាភាសាគឺជាវោហារសាស្ត្រសម្រាប់ហៅយ៉ាងណាឲ្យវាស្រួលឲ្យវាងាយក្នុងការចំណាំវាមិនមែនជាសច្ចធម៌ទេកំណត់ថាឲ្យវាខុសវាត្រូវនោះអានឹងយើងជាអ្នកគិតទៅទេគិតឃើញមិនក៏ចេះតែថាអញ្ចឹងទៅធាតុពិតនោះស្អីក៏វាមានតែត្រឹមតែដីទឹកភ្លើងខ្យល់អាកាសធាតុវិញ្ញាណធាតុតែប៉ុណ្្នឹងឯងប៉ុន្តែវាវោហារសាស្ត្រសម្រាប់ភាសាសាស្ត្រជាតិនីមួយៗហ្នឹងវាមានអញ្ចឹងហើយក្នុងភាសានឹងទៅទៀតក៏វាមាន exception ហ្នឹងមានន័យថាកន្លែងខ្លះវាកែអត់កើតទេទោះបីដឹងថាវាខុសក៏កែមិនកើតដែរមិនបាច់ទៅវាត្រូវទេប៉ុន្តែពាក្យព្រះដែលយើងហៅរាល់ថ្ងៃនេះវាមានអីខុសទេសម្រាប់ភាសាជាតិភាសាខ្មែរយើងនិយាយនោះប៉ុន្តែសូម្បីតែខុសក៏ដោយក៏វាជាការ exception អង់គ្លេសថា exception បាលីហៅថាអញ្ញត្រៈវាលែងតែវាលែងតែខ្មែរហៅថាវាលែងតែហ្នឹងតែហៅដូចជាភាសាវេយ្យាករណ៍ចុះបង្កើតធម្មតាអក្សរហ្នឹងវាជាពងលឹងឬក៏អ្នកពងសកលឹងប្រើសម្រាប់តែភេទប្រុសប៉ុន្តែមានពាក្យខ្លះហៅថាពាក្យលើកលែងនោះពាក្យលើកលែងដូចជាទារៈហ្នឹងប្រែថាប្រពន្ធប៉ុន្តែចុះអក្សរអត់ចុះអាករនជាអថិលង្កើតទេពាក្យហ្នឹងព្រោះត្រឡប់មកអញ្ចឹងនៅតែទារោអញ្ចឹងទារោប្រពន្ធជាស្រីប៉ុន្តែសន្មតថាជាពងលឹងទៅវិញហ្នឹងគេហៅថាសមត្តលឹងហ្នឹងគឺលឹងដោយសន្មតអញ្ចឹងភាសាអីក៏ដោយច្បាស់លាស់ប៉ុណ្ណាក៏ដោយភាសាអង់គ្លេសក៏ដោយចង់មិនចប់ត្រូវតែមែនពាក្យពិសេសឬក៏ពាក្យដែលគេកែអត់កើតហើយក៏មិនឲ្យខុសកើតដែរអញ្ចឹងគឺហៅថាការលើកលែងប៉ុន្តែចំពោះពាក្យព្រះនេះវាអត់មានអីខុសទេវាមិនមែនដល់តែព្រះជាម្ចាស់បានគេហៅទេជាពាក្យថ្នមជាពាក្យលើកតម្កើងនឹងចឹងហើយបើយើងមិនពេញចិត្តហៅក៏មិនជាអ្វីអត់ជាបញ្ហាអីទេតែយើងកុំហៅហាមគេមិនឲ្យហៅដូចយើងដែរនោះអាហ្នឹងទើបយើងដូចជាមានគំនាបបន្តិចព្រោះយើងមិនទាន់បានទៅប្រជុំគ្នាឯណាដើម្បីដកពាក្យថែមពាក្យឯណានឹងចឹងហើយព្រះអង្គដែលសួរមកហ្នឹងក៏យើងកុំទៅទាស់ចិត្តជាមួយអ្នកនិយាយព្រោះសិទ្ធិសេរីភាពក្នុងការនិយាយសម័យនេះគេយល់មិននិយាយអញ្ចឹងណាហើយក៏និយាយហើយវាបង្កើតតែការខ្វែងគំនិតគ្នានឹងឯងសូម្បីតែរឿងសាសនាមិនសាសនាអីហ្នឹងពុទ្ធសាសនាមិនហៅថាសាសនាអីហ្នឹងចេះតែនិយាយទៅមកពីគាត់ចេះតែមួយជ្រុងគាត់ប្រែពាក្យថាសាសនាចេញពីពាក្យ religion ត្រូវហើយពុទ្ធសាសនាបើប្រែថាជា religion ដោយពាក្យអង់គ្លេសប្រែនោះគឺមិនត្រូវអត់ត្រូវព្រោះ religion ហ្នឹងគឺ binding to God មានន័យថាជំនឿចំពោះព្រះអាទិទេពជំនឿចំពោះព្រះជាម្ចាស់មានជំនឿហ្នឹងគឺជាបឋមប្រធានតែម្ដងហ្នឹងពាក្យថា religion បើសិនជាយកពុទ្ធសាសនាទៅប្រែថាជា religion ជាពាក្យអង់គ្លេសហ្នឹងពិតជាមិនត្រឹមត្រូវទេហើយតាមពិត religion ហ្នឹងប្រែថាសាសនាជាភាសាបាលីនេះក៏អត់ត្រូវដែរក៏មិនត្រូវតាមអ្វីដែលយើងប្រើច្បាស់លាស់ដែរព្រោះសាសនានេះមិនមែនភាសាខ្មែរទេភាសាបាលីប្រែបានច្រើនន័យមិនមែនប្រែថាមានការជឿយ៉ាងសំខាន់អីចឹងមិននៅក្នុងងាប់កាលាត្រឹមប៉ុណ្្នឹងឯណាសាសនានេះប្រែថាមេរៀនប្រែថាបណ្ដាំប្រែថាសម្បត្តិប្រែថាការណែនាំប្រែថាពាក្យផ្ដាំផ្ញើប្រែបានច្រើនណាស់ហើយយើងលុបបំបត្តិវាអត់កើតទេហើយក៏យើងមិនចាំបាច់ត្រូវលុបបំបត្តិដែរព្រោះសំខាន់គឺយើងយល់ថាពាក្យហ្នឹងមានន័យថាម៉េចហ្នឹងអញ្ចឹង Buddhism អង់គ្លេសហៅពាក្យថា Buddhism ហើយ Buddhism what is Buddhism is the teaching of Buddha គឺជាពាក្យបង្រៀនជាមេរៀនដែលព្រះសម្មាសម្ពុទ្ធប្រទានឲ្យនឹងហើយប៉ុន្តែយើងមិនហៅថាពុទ្ធសាសនាយើងហៅអីណាជួនកាលវា no choice គ្មានជំរើសក៏ប៉ុន្តែសំខាន់គឺយើងយល់ថាតើព្រះពុទ្ធសាសនាមានន័យថាម៉េចគឺ the teaching of Buddha ហ្នឹងឯងប៉ុន្តែយើងហៅស្អីដទៃផ្សេងវាធ្វើម៉េចសូម្បីតែយើងចង់ស្រោចស្រង់សង្គ្រោះប្រទេសជាតិយើងធ្វើត្បិតថាយើងមិនមែនដើម្បីតែ
ចំណោមតូចរបស់យើងក៏ពិតមែនតែក៏យើងត្រូវមានលក្ខណៈសម្គាល់មានស្លាកសម្គាល់អ្វីមួយដែរបង្កើតជាបៈបង្កើតជាអីចឹងទៅប៉ុន្តែតាមពិតវាមិនមែនគោលដៅរបស់យើងដើម្បីបៈមកក្តាប់តូចហ្នឹងទេគឺដើម្បីស្រោចស្រង់មនុស្សទូទាំងប្រទេសក៏ប៉ុន្តែបើយើងអត់មានស្លាកសម្គាល់យើងអត់មានឈ្មោះអ្វីច្បាស់លាស់នោះតើឲ្យគេចាប់អារម្មណ៍ចំពោះការធ្វើនយោបាយយើងនឹងយ៉ាងម៉េចទៅធ្វើត្បិតថាគោលការណ៍នៅក្នុងគណៈបកនៅក្នុងទ្រឹស្ដីបទដែលយើងយកទៅបង្រៀនប្រជាជនហ្នឹងវាមានទេប្រហែលចំណុចចឹងមែនតែបើយើងមិនមានឈ្មោះហៅវាមានតគោលការណ៍សុទ្ធហ្នឹងទៅជាស្អីទៅវិញនឹងចឹងវាមានទៅអីផ្លាកគណៈបកដាក់ឈ្មោះបរោះយ៉ាងណាក៏ដោយបើអត្តន័យក្នុងគណៈបកហ្នឹងការដឹកនាំក្នុងគណៈបកហ្នឹងវាអត់ល្អវាគ្មានប្រយោជន៍ទាំងអស់ហ្នឹងដូចមនុស្សចឹងមិនចាំបាច់តមនុស្សឈ្មោះបរោះបានមនុស្សល្អទេឈ្មោះមនុស្សខ្លះឈ្មោះតែ2ម៉ាត់ដែរក៏តុកក៏ទឿស្អីក៏ស្អីទៅអាហ្នឹងវាជាភាសាប៉ុន្តែសំខាន់ដែលចាត់ថាជាមនុស្សល្អពិតប្រាកដហ្នឹងគឺជាអត្តចរិតនិងគុណធម៌របស់បុគ្គលហ្នឹងថាបានធ្វើអីហើយពាក្យថាសាសនានេះវាមិនមែនជាភាសាខ្មែរវាមិនមែនជាភាសាដែលចេញមកពីពាក្យថា religion ហ្នឹងទេបើយើងយកជំនឿនឹងយកមកគ្របដណ្ដប់ចិត្តយើងដែលយើងអត់សិក្សានៅមេរៀនរបស់ព្រះអង្គហ្នឹងយើងយល់ច្រឡំប៉ុន្តែធាតុពិតពាក្យថាសាសនាហ្នឹងមានន័យច្រើនអញ្ចឹងហើយវាមិនមែនជាគ្រាន់តែជាមេរៀនសុទ្ធដែរក៏វាមានរបៀបរៀបរយក៏វាមានវិន័យផ្ទៃក្នុងបើជា philosophy សុទ្ធជាទ្រឹស្ដីសុទ្ធគឺមិនអាចហៅថាសាសនាដែរពីព្រោះអីពីព្រោះដូចជាអ្នកទស្សនវិទូសូក្រាតអារីស្តូតអីចឹងទៅវាមានតែទ្រឹស្ដីសុទ្ធវាអត់មានរបៀបហ្នឹងហើយអញ្ចឹងបានជាចាត់ថាព្រះពុទ្ធសាសនាហ្នឹងថាជាសាសនាហ្នឹងមកពីមានរបៀបនៃការរៀបចំមានវិន័យផ្ទៃក្នុងមានទ្រង់ទ្រាយជាលក្ខណៈសម្គាល់តែប៉ុណ្្នឹងទេប៉ុន្តែអត្តន័យសំខាន់ហ្នឹងគឺនៅតែជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធដដែលក៏ប៉ុន្តែបើសិនជាវាអត់មានពាក្យសម្រាប់ហៅអត់មានទ្រង់ទ្រាយសម្រាប់ហៅសម្រាប់សម្គាល់តែយើងនឹងស្គាល់ដោយវិធីណាដំបូងឡើយនោះនឹងចឹងប៉ុណ្្នឹងឯងក៏យើងប្រទេសជាតិនីមួយក៏ត្រូវមានទង់ជាតិសម្គាល់អីចឹងដែរអញ្ចឹងវាអត់មានចង្រៃអីនឹងហៅថាពុទ្ធសាសនាសំខាន់តែយើងយល់ពាក្យថាពុទ្ធសាសនាហ្នឹងមានន័យថាម៉េចសំខាន់យើងយល់ថាម៉េចទេមិនសំខាន់ណាហៅថាម៉េចទេដូចឈ្មោះមនុស្សចឹងមិនសំខាន់មនុស្សនឹងឈ្មោះអីទេសំខាន់មនុស្សនឹងធ្វើអីហ្នឹងអញ្ចឹងណាគឺសំខាន់អញ្ចឹងសំខាន់គឺអត្តន័យហ្នឹងអញ្ចឹងហើយដល់យើងយកពាក្យហ្នឹងទៅមកតោះអញ្ចឹងទៅមិនដឹងថាដើម្បីប្រយោជន៍អ្វីផងហើយយើងបញ្យល់ចុះថាសាសនាហ្នឹងប្រែថាម៉េចពាក្យបាលីណាកុំប្រែតាមពាក្យ religion ណាប្រែតាមពាក្យ religion ហ្នឹងអត់ត្រូវទេបើគេសួរថា is Buddhism is a religion គេសួរថាតើពុទ្ធសាសនាជាសាសនាឬអញ្ចឹងយើងអាចឆ្លើយថាបើអ្នកយល់ន័យសាសនាដែលអ្នកធ្លាប់ប្រើ Buddhism is not a religion គឺមិនមែនអញ្ចឹងក៏ប៉ុន្តែបើអ្នកយល់ន័យថា Buddhism is the teaching of Buddha នោះគឺជាពុទ្ធសាសនាគឺអញ្ចឹងឯងអញ្ចឹងបានន័យអញ្ចឹងឯងគ្រាន់តែយើងយកពាក្យហៅមួយទៅប៉ុណ្ណោះព្រោះព្រះសម្មាសម្ពុទ្ធអ្វីដែលសំខាន់គឺការឃើញធម៌នឹងឯងការយល់ដឹងនៅមេរៀនរបស់ព្រះអង្គនឹងឯងប៉ុន្តែសូម្បីតែនៅក្នុងពាក្យធម៌ហ្នឹងក៏ព្រះអង្គប្រើពាក្យថាសាសនៈព្រហ្មចរិយៈអ៊ីថៈសាសនេនៅក្នុងសាសនានេះពាក្យថានៅក្នុងសាសនានេះនឹងមិនមែនជាក្រុមមិនមែនជាបកមិនមែនជាពួកទេគឺសំដៅទៅដល់មេរៀនហ្នឹងតែម្ដងសាសនាហ្នឹងគឺសំដៅទៅដល់មេរៀនហ្នឹងតែម្ដងអ៊ីថៈសាសនេអ៊ីថៈព្រហ្មចរិយេណាឬក៏ព្រហ្មចរិយាជាអ៊ីថៈសាសនេពាក្យពុទ្ធក៏ព្រះអង្គប្រើអញ្ចឹងប៉ុន្តែន័យព្រះអង្គសំដៅថាម៉េចគឺនៅក្នុងមេរៀនព្រហ្មចរិយធម៌នឹងសាសនៈពេលហ្នឹងប្រែថាមេរៀនព្រហ្មចរិយធម៌មានន័យថាម៉េចមេរៀនធម៌ដែលត្រូវប្រតិបត្តិហៅថាសាសនៈព្រហ្មចរិយធម៌សាសនានឹងឯងតែមិនមែននៃសាសនាដែលប្រែចេញពីពាក្យ religion ទេនឹងចឹងមិនហាមឲ្យនិយាយទេប៉ុន្តែយល់ពាក្យសាសនានឹងឲ្យវាច្បាស់បន្ថែមទៀតតែប៉ុណ្្នឹងទេនឹងប៉ុណ្្នឹងចុះហ្នឹងហើយយកទៅគិតទៅពិចារណាយើងមុននឹងថាគេខុសហ្នឹងតែយើងយល់ឫសគល់នៃពាក្យហ្នឹងបានច្បាស់លាស់ដែរឬអត់